កូដដែលខ្ញុំបង្ហាញនេះសាកល្បងបន្តិចសិនតើអ្នកអាចចុច like ដោយប្រើចុងច្រមុះបានទេហ្គេមដំបូងដែលយើងនឹងលេងគឺមួយនេះហើយសូមពិនិត្យមើលអ្នកបង្កើតឲ្យច្បាស់សិនមុននឹងចូលណាឥឡូវនេះពេលយើងចុចប៊ូតុង play វានឹងបង្ហាញ OB មួយឲ្យយើងដើម្បីឲ្យយើងឆ្លងកាត់ឧបសគ្គទាំងនេះហើយបញ្ចប់វាព្រោះតែបន្តិចពេលយើងបញ្ចប់ hobby នេះយើងនឹងទទួលបានពិន្ទុតិចតួចហើយដូច្នេះពេលយើងចុចទៅលើហាងកាស៊ីណូផ្ទាល់មុខអ្នកអាចទទួលយកវត្ថុ3នេះដោយសេរីទាំងស្រុងតែអ្វីដែលល្អបំផុតគឺពេលយើងរកបានពិន្ទុយ៉ាងតិចតួចយើងអាចប្ដូរវាជាសក់ទាំងអស់នេះដោយមិនចាំបាច់ប្រើ Robux នៅក្នុងឃ្លាំងរបស់យើងឧទាហរណ៍ដូចជាសក់នេះដែលខ្ញុំចូលចិត្តណាស់ឥឡូវខ្ញុំនឹងចុចលើវាពេលមានថាមពលគ្រប់គ្រាន់នៅពេលចុច redeem អេក្រង់នឹងបង្ហាញឲ្យយើង redeem ភ្លាមដូរយកទំនិញក្នុងតម្លៃ0 Robux និងបុគ្គលិកក្នុងសារពើផុនយើងនេះជារបស់ដែលអ្នកអាចប្ដូរបានដោយឥតគិតថ្លៃ Robux តាមរយៈការប្រកួតនោះឧទាហរណ៍ដូចជារបស់របរដែលយើងទើបតែជួយសង្គ្រោះចាំថាវាសំខាន់ពិនិត្យស្តុកទំនិញអ្នកចង់បានមុនពេលធ្វើការបដូរយកវាដូច្នេះរត់ទៅយកឲ្យបានលឿនព្រោះរបស់ទាំងនេះអស់រហ័សណាស់ហ្គេមបន្ទាប់ដែលយើងនឹងលេងគឺមួយនេះឆែកមើលអ្នកបង្កើតឲ្យបានច្បាស់ហើយពេលចុចលេងនឹងមាន OB នេះបង្ហាញឲ្យយើងបញ្ចប់ហើយក្នុងករណីនេះយើងត្រូវដើរលើភ្លុកតូចទាំងនោះត្រូវតែជ្រើសរើសត្រឹមត្រូវព្រោះបើយើងដើរលើភ្លុកខុសយើងនឹងធ្លាក់ចុះប៉ុន្តែមានយុទ្ធសាស្ត្រសម្ងាត់មួយសម្រាប់អ្នកដើម្បីបញ្ចប់ OB នេះដោយមិនធ្លាក់សោះគ្រាន់តែដើម្បីឲ្យអ្នកស្គាល់ថាតើភ្លុកណាដែលត្រូវសម្រាប់អ្នកដើរលើវាអ្នកត្រូវបញ្ជើកាមេរ៉ារបស់អ្នកឲ្យជិតដីនេះហើយបើវាមិនឆ្លងកាត់ទេនោះវាជាផ្ទៃដីពិតហើយបើវាឆ្លងកាត់តាមកម្មវិធីដែលខ្ញុំមិនដើរលើវាអ្នកត្រូវតែទៅហើយពេលបញ្ចប់ OB នេះរួចការរាប់ថយក្រោយនេះនឹងបង្ហាញឡើងស្វ័យប្រវត្តិដើម្បីឲ្យយើងចូលរងចាំនៅ fake រហូតវាអស់ក្នុងអំឡុងពេលនោះដើម្បីឲ្យវាធ្វើការជាអាទិភាពអ្នកត្រូវតែអនុវត្តតាមជំហានសំខាន់4ចំណុចនេះដើម្បីឲ្យអ្នកអាចទទួលបានវត្ថុហើយបន្ទាប់ពីចូលរងចាំនៅ fake រយៈពេល1ស្វ័យប្រវត្តិបន្ទាប់មកទៀតអេក្រង់ពីរនេះនឹងបង្ហាញឡើងស្វ័យប្រវត្តិដើម្បីឲ្យយើងអាចយកសក់ទាំងនេះដោយឥតគិតថ្លៃ0 Robuxបន្ទាប់មកយើងគ្រាន់តែចុចលើ logo Roblox បើកប៊ូតុងនោះហើយបើក avatar របស់យើងសក់ឥតគិតថ្លៃទាំងពីរនឹងបង្ហាញឡើង